nhom ba chứ năng chật ra chỉ mình trai tàu với nơi biển sầm đại chùa và bạn bóng bạnปัจจุบันนี้บงเพอไปยนต์เชลเลตมาได้ไม่นานได้บงnhom phở bữa đây chơi là Captiva Captiva 7 ปีก็ไอ้บงเนาะจังบงเพอไปบ้านมันใช่ไหม ban cho bầm bậy khai bầm khai bầm buồn máu 71 ឆ្នាំហើយបាទប៉ុន្តែបងប្រើប្រាស់ជាសរុបមកឥឡូវនេះបានគីឡូឲ្យបងបានគីឡូម៉ែត្របាន20,000 គីឡូបាទ វ៉ាវអញ្ចឹងបងចង់ដឹងពី head point បន្តិចតើដំបូងឡើយហេតុអ្វីបានបងសម្រេចចិត្តជ្រើសយករថយន្ត Captiva 7អីបងដូចថាខ្ញុំយើងវ័យវាចូល45 46ដែរអញ្ចឹងយើងមើលឃើញឡានហ្នឹងវាដូចចាស់ទុំអញ្ចឹងណាខ្លួនខ្ញុំនេះនិយាយចំទៅនៅពេលដែលចង់ដូរឡានថ្មីគឺឆ្លាញ់តែប្រភេទហ្នឹងហ្មងជាធម្មតាបងប្រើប្រាស់ Captiva សម្រាប់ជាលក្ខណៈគ្រួសារអាជីវកម្មឬមួយក៏យើងប្រើជាលក្ខណៈបែបណាបងជាញឹកញាប់សម្រាប់បងជាញឹកញាប់ខ្ញុំជាធ្វើការតើវាមានគុណប្រយោជន៍អីខ្លះសម្រាប់ Captiva ណាបាទតើតោះពីការប្រើប្រាស់និយាយចំទៅឡានហ្នឹងជិះនឹងបើយ៉ាងបើយើងជិះផ្លូវរលាក់ផ្លូវអីដូចអត់ទៅខ្ញុំជិះស្រួលហ្មងជិះស្រួលតែម្ដងបងហ្នឹងបាទវាខុសពីឡានដែលយើងជិះចាស់អូខេបាទ100គីឡូមកអាច5ទៅ6លីត្រទេវ៉ាវ5ទៅ6លីត្រទេនេះគឺជាបទពិសោធន៍ដែលបងប្រើប្រាស់ផ្ទាល់អញ្ចឹងបងសូមឲ្យបងបង្ហាញទៀតតើរយៈចម្ងាយដែលបងធ្វើដំណើរបងចាប់ផ្ដើមពីទីណាទៅទីណាដែរបងបើខ្ញុំចេញពីផ្ទះទៅខ្ញុំនៅផ្លូវ2000នេះបាទទៅដល់ពលានតេជោហ្នឹងគឺចម្ងាយផ្លូវប្រហែល30គីឡូបាទអញ្ចឹងបើបងគិតទៅលើការធ្វើដំណើរនៅក្នុងមួយថ្ងៃបងចំណាយប្រហែលជា30គីឡូទៅ30គីឡូមកអញ្ចឹងបងបាទវ៉ាវអញ្ចឹងទៅសម្រាប់ការចំណាយប្រចាំអាទិត្យឬមួយក៏ប្រចាំខែយើងចំណាយខ្ទង់ជាប៉ុណ្ណាដែរបងបើជាសប្តាហ៍ខ្ញុំជិះមួយអាទិត្យប្រហែលជា$40$40បាទខ្ញុំចង់ដឹងពីបទពិសោធន៍សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារណាពេលដែលបងធ្វើដំណើរទៅតាមខេត្តតើវាផ្ដល់ផាសុកភាពប៉ុណ្ណាសម្រាប់បងហើយនិងក្រុមគ្រួសារផ្ទាល់បាទបើនិយាយជិះឡាននេះគឺស្រួលជិះហើយយ៉ាងវាដាក់បានសមាជិកក៏ច្រើនដែរបាទបើបានក្មេងៗទៅគាត់នៅខាងក្រោយតែក្រោយទី7ហ្នឹងបាទអូខេបងអញ្ចឹងចូលកៅអីជួរទី3នេះបងប្អូនចង់សួរថាតើតើតោះជាមួយនឹងការអង្គុយមានផាសុកភាពទេបងសម្រាប់កូនបងអីវាចំវាដូចកៅអីដាក់កដាលដូចគ្នាដូចកៅអីកដាលដែរបាទព្រោះវាច្រើនដាក់ខាងក្មេងនៅក្រោយតែមិនក្មេងទេវាជាង10ឆ្នាំដែរធំដែរធំដែរហើយបាទអញ្ចឹងមិនមែនមានន័យថាសម្រាប់កៅជួរទី3នេះអង្គុយបានតែក្មេងៗហ្មងទេសូម្បីតែមនុស្សដែលមានវ័យជំទង់ហើយក៏យើងអាចធ្វើការអង្គុយបានដែរបងអញ្ចឹងដល់ពាក់ព័ន្ធនឹងបច្ចេកវិទ្យា option ភាពទំនើបនៅផ្នែកពីខាងក្នុងតើបងយល់យ៉ាងណាដែរសម្រាប់ Chevrolet Captiva នេះបងសម្រាប់ខ្ញុំវាទំនើបគ្រាន់ថានិយាយចំវាជិះទៅណាទៅណីអីចង់វាជិះទៅវាមើលបានឆ្វេងក្តាមគឺអត់ពិបាកអីបាទវាធំទលាយបាទបងបាទហើយបន្ថែមពីនេះយើងមានកាមេរ៉ា360បន្ថែមទៀតបាទជាបទពិសោធន៍បងធ្លាប់ជន់បានល្បឿនលឿនបំផុតប៉ុណ្ណាបងខ្ញុំជន់ធ្លាប់ជន់បានដល់150ដែរអូ150បងទៅលើការប្រើប្រាស់នេះបងមានអារម្មណ៍បែបណានៅពេលដែលបងជន់ដល់ល្បឿន150គឺនឹងដូចជាវាធ្ងន់វាសំខាន់វាថ្មីហើយយ៉ាងវាជន់ទៅវាតាមចិត្តយើងឈប់បានឈប់លឿនណាធ្ងន់តែម្ដងសម្រាប់ប្រើប្រាស់កន្លងមកបងធ្លាប់មានជួបបញ្ហាធំទេសម្រាប់យន្តមួយនេះឡាននេះខ្ញុំជិះ8 9ខែដូចអត់ទាន់ដែរមានអីម្ដងបងអត់មានអីម្ដងទេចាក់តាសាំងបដូរតាប្រេងគឺប្រើបានតែម្ដងរហូតដល់ឥឡូវអត់ទាន់ដែរមានអីម្ដងបាទបងបាទប៉ុន្តែបងតាំងពីពេលបងប្រើមកបងធ្លាប់មានមិត្តភ័ក្តិបងប្អូនសួរនាំពី Captiva នេះទេបងខ្ញុំឃើញគេសួរនាំដែរតែធ្វើការខ្ញុំក៏មានដែរហើយចូល10គ្រឿងអូតែប្រភេទគាត់តូចបាទគាត់តែឃើញអាធំដូចខ្ញុំទេបាទបងបាទភាគច្រើន tracker បងបាទតូចបាទអញ្ចឹងបងតើតោះទៅនឹងការចាប់អារម្មណ៍ទៅលើ Captiva ដំបូងតើបងទទួលបានព័ត៌មានពីខាងណាមកដែរពី Facebook របស់ក្រុមហ៊ុនឬមួយក៏ពីអ្នកកន្លែងធ្វើការមួយក៏ពីណាមកបងតាម Facebook អញ្ចឹងបងគិតថាបងនឹងណែនាំ Chevrolet Captiva នេះទៅកាន់បងប្អូនមិត្តភ័ក្តិឬមួយក៏អ្នកដទៃទៀតទេបងបាទខ្ញុំណែនាំពួកគាត់ដែរថាឡានប្រភេទនេះគឺល្អជិះហើយតម្លៃလည်းសមរម្យដែរតម្លៃសមរម្យបាទបងបាទហ្នឹងហើយបងអញ្ចឹងបងសម្រាប់ថ្ងៃ holiday នៅខាងមុខនេះប្រហែលជាភ្ជុំបិណ្ឌអីខាងមុខនេះបងមានគម្រោងថាចង់ដំណើរកម្សាន្តទៅខាងណាទេបងខ្ញុំគម្រោងទៅសៀមរាបបាទសៀមរាបបងគឺជាកន្លែងមួយដែលល្អហើយរីករាយមែនទែនអញ្ចឹងអរគុណណាបងសម្រាប់ការចែករំលែកបទពិសោធន៍នៅក្នុងថ្ងៃនេះហើយបងសូមគោរពជូនពរបងឲ្យការធ្វើដំណើរកម្សាន្តហើយនឹងបំពេញភារកិច្ចរបស់បងជួបតែសេចក្តីសុខនៅតាមផ្លូវណាបងបាទជួបសុខសប្បាយភាពទាំងអស់គ្នាបងបាទអរគុណច្រើនបងនាំចូលនិងចែកចាយផ្ដាច់មុខដោយ TH Group